បងបើសិនយើងរៀនអក្សរចេះយើងអាចទៅរៀននៅប្រទេសក្រៅបានអត់និយាយរួមទៅសំណួរមួយនេះគឺមានចម្លើយចំនួន2ចម្លើយដែលវែងនិងចម្លើយដែលខ្លីចម្លើយដែលខ្លីនោះគឺអាចទៅរៀនបានប៉ុន្តែបើសិនជាយើងនិយាយអំពីចម្លើយដែលវែងវិញគឺវាពឹងទៅលើលក្ខខណ្ឌជាក់ស្ដែងនិងកត្តាផ្សេងៗរបស់ប្អូននិងអ្នកផ្សេងៗដែលពងមើលវីដេអូមួយនេះដំបូងគេបើសិនជាប្អូនមានលុយឬក៏ប៉ាម៉ាក់ប្អូនមានលុយអញ្ចឹងអាចមករៀនបានវាអត់សូវជាបញ្ហាធំនោះទេដោយសារតែមកដល់ភ្លាមគេមានថ្នាក់បំពន់គេផ្សេងៗជាច្រើនគាត់ថាពេលមកដល់ហ្នឹងគឺយើងត្រូវការចំណាយលុយនិងចំណាយពេលវេលាអស់ច្រើនជាទូទៅទៅពេលយើងរៀនចប់អាថ្នាក់បំពន់មួយហ្នឹងយើងនឹងចូលទៅដល់កម្រិតទី1កម្រិតទី2កម្រិតទី3រហូតដូចគេដូចឯងអញ្ចឹងគាត់ថាយើងចំណាយពេលរៀនយូរជាងគេបន្តិចប៉ុន្តែបើសិនជាបញ្ហាលុយគឺជាបញ្ហាមួយដែលធំដែរនោះបានន័យថាបើសិនជាប្អូនត្រូវការអាហារូបករណ៍ផ្សេងៗពីខាងសាលាអញ្ចឹងត្រូវការឲ្យប្អូនរៀនបកែហើយបើសិនជារៀនអត់បកែគេអត់ឲ្យអាហារូបករណ៍ឬក៏គេឲ្យមកហើយយើងអត់អាចរៀនឲ្យបានបន្ទុកខ្ពស់ដើម្បីបំពេញលក្ខខណ្ឌអាហារូបករណ៍របស់គេនឹងបានន័យថាគេអាចតម្លាក់អាហារូបករណ៍របស់ប្អូននៅក្នុងពេលអនាគតអញ្ចឹងបើសិនជាតាមយោបល់និងតាមបទពិសោធន៍របស់ខ្ញុំគឺមានតែព្យាយាមសិក្សាឲ្យបានបន្ទុកកាន់តែខ្ពស់កាន់តែល្អ Follow បើចង់តាមដានទៀត